គ្រប់ពេលដែលគិតថយក្រោយពេលចាញ់កូនពេលប្រឹងកើតកូនពេលដោះឡើងតឹងងាងពេលស្ទះទឹកដោះពេលអត់ងងុយអត់បានដេកអត់បានពួនពេលងើបមកបូមទឹកដោះងើបមកបំបើកដោះកូនរៀងរាល់3ម៉ោងម្ដងពេលមិនទាន់បានចេះងូតទឹកឲ្យកូនពេលប្រះសាយក៏ត្រូវពាក់ម៉ាស់គេងពេលពិបាកចិត្តអត់ទាន់ចេះមើលកូនពោកូនពេលពោកូនពេញមួយយប់រហូតគេងលក់ទាំងងងុយពេលបញ្ចប់ញ៉ាំអាហារពេលយប់ពេលកូនឈឺអត់បានគេងសោះហើយមានជាច្រើនទៀតដែលអធិប្បាយមិនអស់ឡើយគ្រប់ពេលកន្លងមកគឺគ្រប់យ៉ាងដែលមិនធ្លាប់គិតថាយើងឆ្លងកាត់បានមកដោយរបៀបណាសូម្បីតែសាកគិតថយក្រោយមើលនៅពេលមានអារម្មណ៍ថាយើងពូកែដែរតែមនុស្សដែលពូកែជាងយើងគឺកូនព្រោះថាបើគ្មានកូនជាសាហេតុយើងគ្មានផ្លូវអត់ធ្មត់អ្វីបែបនេះបានឡើយហើយជាចុងក្រោយម៉ែចង់ប្រាំតកូនថាប្រសិនបើម៉ែកាចឬក៏ប្រៃសៃមែនពិតតែក៏ព្រោះតែម៉ែស្រឡាញ់កូនខ្លាំងហើយមិនចង់ឲ្យកូនខ្លាយទៅជាក្មេងទំនើងនៅថ្ងៃអនាគតបានឡើយដែលសង្គមមិនអាចទទួលស្គាល់